សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងនឹងមកសិក្សាមេរៀនបន្ថែមទាក់ទងទៅនឹងគណិតវិទ្យាថ្នាក់ទី2យើងសិក្សាអំពីវិធីបូកលេខ2ខ្ទង់និង2ខ្ទង់ដែលមានលេខត្រាទុកបាទគឺ2ខ្ទង់បូក2ខ្ទង់គឺមានលេខត្រាទុកមុននឹងយើងធ្វើការគណនាផលបូកនេះយើងត្រូវដឹងអំពីវិធីបូកតើយើងត្រូវបូកយ៉ាងម៉េចពីណាទៅណាលេខបូកគឺយើងបូកពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមខ្ទង់រាយបូកតាមខ្ទង់រាយខ្ទង់10បូកតាមខ្ទង់10យើងត្រូវដឹងថាលេខខ្ទង់ណាជាខ្ទង់រាយលេខមួយណាគឺស្ថិតនៅខ្ទង់10យើងមើលលេខ7ខាងលើនេះគឺស្ថិតនៅខ្ទង់រាយពីឯលេខ5គឺស្ថិតនៅខ្ទង់10ខាងក្រោមក៏ដូចគ្នាដែរ8គឺស្ថិតនៅខ្ទង់រាយវាឯ3គឺស្ថិតនៅខ្ទង់10ដូចនេះយើងត្រូវធ្វើការគណនាដូចដែលយើងបានសូត្រមិញហ្នឹងគឺលេខបូកយើងបូកពីឆ្វេងទៅស្ដាំពីលើចុះមកក្រោមខ្ទង់រាយបូកខ្ទង់រាយខ្ទង់10បូកខ្ទង់10 7បូក8 7បូក8ស្មើម៉ាន7បូក8ស្មើ15ដូចនេះយើងទៅសេលេខ15នៅក្រោមបន្ទាត់សេលេខ5នៅក្រោមបន្ទាត់ត្រាទុក1នេះគឺយើងយកមកត្រាទុកនៅលើលេខ5ខ្ទង់10 10បូកឲ្យ3សំទោស5បូកឲ្យ3ស្មើ8 8បូកឲ្យ1ត្រាទុកនេះស្មើ9ដូចនេះ57បូក38ស្មើ95យើងមើលលំហាត់ខ83បូកឲ្យ39ធ្វើដូចលំហាត់កដែរគឺយើងបូកពីឆ្វេងទៅស្ដាំពីលើចុះក្រោមខ្ទង់រាយបូកខ្ទង់រាយខ្ទង់10បូកខ្ទង់10 3បូកឲ្យ9ស្មើប្រមាណយើងបូកមើល3បូកឲ្យ9ស្មើ12ខ្ញុំសរសេរលេខ2ដាក់ក្រោមបន្ទាត់1ត្រាទុកនៅលើ8ខ្ទង់10 8បូកឲ្យ3ស្មើប៉ុន្មាន8បូកឲ្យ3ស្មើ11បូកឲ្យ1ស្មើ10ម៉ានស្មើ12យើងសរសេរលេខ12មកដូចនេះ83បូក39ស្មើនឹង122យើងមើលលំហាត់ក35បូក37ដូចគ្នាបូកពីឆ្វេងទៅស្ដាំពីលើចុះក្រោមខ្ទង់រាយបូកខ្ទង់រាយខ្ទង់10បូកខ្ទង់10 5បូក7 ស្មើ12យើងសរសេរលេខ2ត្រាទុក1ត្រាទុក1នៅលើ3ខ្ទង់10 3បូក3ស្មើ6បូក1ស្មើ7ហើយលេខដែលយើងធ្វើការទម្លាក់គឺយើងទម្លាក់ឲ្យត្រូវខ្ទង់ហើយការបូកក៏ដូចគ្នាដែរបើសិនជាមាន2ខ្ទង់យើងត្រូវទៅសេឲ្យស្មើគ្នាឲ្យត្រូវជួរគ្នាវានេះគឺខ្ទង់រាយដាក់ខ្ទង់រាយមកខ្ទង់10ដាក់ខ្ទង់10ហ្នឹងខ្លាំងអានេះដែរមានលេខ2ខ្ទង់35បូក37ស្មើ72លំហាត់ខ47បូក35មើលលំហាត់ខ47បូក35 7បូកឲ្យ5ស្មើ10 12មកលើនេះមើល7បូក5ស្មើ10 12សេលេខ2 10កាន់ទុក1កាន់ទុកនៅលើលេខ4ខ្ទង់10 4បូកឲ្យ3ស្មើ7 7បូក1ស្មើ8ដូចនេះ47បូក35ស្មើ82